ពាក្យទូនមានរបស់ឪពុកម្ដាយការមានទឹកចិត្តកូនសម្លាញ់ធ្លាប់ប្រាប់កូនមកខ្លះហើយថាមនុស្សយើងពេលទៅនៅកន្លែងណានៅជាមួយអ្នកណាក៏ដោយសូមឲ្យធ្វើជាមនុស្សមានទឹកចិត្តខ្វះអ្វីក៏ខ្វះទៅគ្មានអ្នកណាបន្ទោសទេតែសូមកុំខ្វះទឹកចិត្តទៅបានហើយកុំធ្វើជាមនុស្សគ្មានទឹកចិត្តកុំចិត្តចង្អៀតចង្អល់គិតចង់តែបានដោយមិនគិតដល់ចិត្តអ្នកណាជួយអ្វីអ្នកណាក៏មិនបានមនុស្សយើងបើជាមនុស្សគ្មានទឹកចិត្តហើយក៏គ្មានអ្នកណាគេចង់មកនៅឬរាប់អានជាមួយនោះទេគេទ្រាំរស់នៅជាមួយបានព្រោះតែគ្មានផ្លូវទៅប៉ុណ្ណោះដូចជាផែនដីដែលគ្មានទឹកមនុស្សសត្វរុក្ខជាតិនិងដើមឈើក៏មិនចង់រស់នៅមិនចង់ទៅកើតនៅបរិវេណនោះដែរតែចង់ទៅរស់នៅលើទឹកដីដែលមានភាពឧត្តមសម្បូរចំណែកមនុស្សមានទឹកចិត្តក៏មានអ្នកមកពឹងពាក់អាស្រ័យនៅហើយមិនចង់បែកទៅណាទេទោះបីពេលខ្លះនៅក្នុងកន្លែងតូចមួយក៏ដោយកូនដឹងបែបនេះហើយគួរព្យាយាមធ្វើជាមនុស្សមានទឹកចិត្តទៅជាពិសេសអ្នកជិតស្និទ្ធអ្នកដែលយើងត្រូវពឹងពាក់គេឲ្យជួយធ្វើការងារយើងដូចជាកូនឈ្នួលឬជាកូនចៅយើងគួរតែមានទឹកចិត្តចំពោះគេឲ្យច្រើនបើសិនគេពិបាកឬត្រូវការអ្វីក៏ជួយគេតាមដែលយើងអាចជួយបានអ្នកណាធ្វើល្អធ្វើប្រយោជន៍ដល់យើងកុំភ្លេចគុណរបស់គេសងគុណដល់គេឲ្យរង្វាន់ឲ្យកម្លាំងចិត្តនិយាយសរសើរគេឲ្យបានសប្បាយចិត្តបន្តិចក៏ល្អដែរការជួយគេដោយទឹកចិត្តនេះហើយណាកូនជាមុនវិសេសដែលអូសទាញគេឲ្យស្រឡាញ់រាប់អានយើងគោរពចំពោះយើងការមានទឹកចិត្តជារបស់វិសេសណាស់កូនអើយមនុស្សយើងទោះបីរូបរាងមិនសង្ហាមិនស្អាតក៏អាចមានមន្តស្នេហ៍បានដែរដោយការមានទឹកចិត្តនេះផ្ទុយទៅវិញទោះរូបសង្ហាឬស្អាតប៉ុណ្ណាបើគ្មានទឹកចិត្តទេនោះក៏ធ្វើឲ្យអស់មន្តស្នេហ៍ទៅច្រើនណាស់ទើបចាស់បុរាណពោលថាមានទឹកចិត្តជាមន្តស្នេហ៍គ្មានទឹកចិត្តជាមនុស្សមិនល្អសូមអរគុណ